បន្ទាប់ពីតកែសញ្ញាចេញមកខ្ញុំក៏បានទៅដាក់ពាក្យនៅរោងចក្រមួយទៀតគឺជារោងចក្រទី3ដែលនៅខាងវេហ្គាន់ហើយខាងនោះគឺផ្នែក CNC នៅក្នុងនោះគឺមានខ្មែរម្នាក់ហើយគាត់ធ្វើការវេនយប់ខ្ញុំធ្វើការវេនថ្ងៃអញ្ចឹងពួកយើងអត់សូវជាមានពេលជួបគ្នាច្រើនម៉ានទេហើយដោយសារតាខាង CNC គឺជាការងារដំបូងរបស់ខ្ញុំហើយផ្នែក CNC ហើយអ្វីដែលសំខាន់នោះគឺខ្ញុំអត់ធ្លាប់ធ្វើការវេនយប់វេនថ្ងៃធ្វើឲ្យខ្ញុំមានការពិបាកខ្លាំងមែនទែនរហូតដល់ធ្វើការឲ្យគេកើតតកែក៏បានព្រមព្រៀងគ្នាជាមួយខ្ញុំហើយក៏សញ្ញាខ្ញុំចេញទៅហើយបន្ទាប់មកខ្ញុំក៏បានទៅដាក់ពាក្យនៅរោងចក្រទី4គឺរោងចក្រគ្រឿងឡានខាងផ្នែកផ្សាររ៉ូបូតហើយនៅកន្លែងនោះអត់មានខ្មែរទេហើយអ្វីដែលខ្ញុំនឹកស្មានដល់ហ្នឹងគឺខ្ញុំអត់ត្រូវគ្នាជាមួយជនជាតិកូរ៉េទេគាត់តែងតែតាមដានរាល់សកម្មភាពរបស់ខ្ញុំសូម្បីតែខ្ញុំយកសម្រាប់ទៅចោលក៏គាត់អត់ពេញចិត្តគាត់ដែរហើយរត់តែសំខាន់មួយទៀតហ្នឹងគឺមេការគេតាមគ្នាកូរ៉េគេស្រឡាញ់គ្នាណាអញ្ចឹងគេតាមគ្នាមេការហ្នឹងក៏គាត់អត់ចូលចិត្តខ្ញុំដែរនៅពេលដែលខ្ញុំទៅពឹងពាក់គាត់ឲ្យជួយមើលម៉ាស៊ីនជួយមើលអីក៏គាត់អត់សូវយកចិត្តទុកដាក់អត់សូវអើពើយើងអញ្ចឹងណាដល់ពេលខ្ញុំទ្រាំអត់បានខ្ញុំក៏បានបដូររោងចក្រម្ដងទៀតហើយនៅខែនោះគឺប៉ះខែល្ងាវាធ្វើឲ្យខ្ញុំពិបាករកការងារខ្លាំងមែនទែនហើយខ្ញុំក៏សម្រេចចិត្តដូរតំបន់ពីថេគូទៅខុងគីដូ